លោក Elon Musk ចេញសារព្រមានអ្នកដែលគាំទ្រគោលនយោបាយ Big Beautiful Bill របស់លោក Donald Trump យ៉ាងក្តៅគគុកបន្ទាប់ពីបានប្រកាសថាលោកនឹងដកខ្លួនចេញពីឆាកនយោបាយស្រាប់តែថ្មីនេះលោកបានវិលត្រឡប់ចូលវិញយ៉ាងឆាប់រហ័សដែលមិននឹកស្មានដល់ខណៈពេលដែលព្រឹទ្ធសភាកំពុងពិភាក្សាអំពីគោលនយោបាយថ្មីគឺ Big Beautiful Bill របស់ប្រធានាធិបតីអាមេរិកលោក Donald Trump កាលពីថ្ងៃច័ន្ទមុនពេលការបោះឆ្នោតមកដល់លោក Elon Musk បានចេញសារព្រមានយ៉ាងក្តៅគគុកនៅលើបណ្ដាញសង្គម X របស់លោកដោយបានសរសេរថាសមាជិកសភាគ្រប់រូបដែលបានធ្វើយុទ្ធនាការកាត់បន្ថយការចំណាយរបស់រដ្ឋាភិបាលបន្ទាប់មកបានធ្វើការបោះឆ្នោតគាំទ្រភ្លាមចំពោះការកើនបំណុលដ៏ធំបំផុតក្នុងប្រវត្តិសាស្ត្រគួរតែអោនក្បាលទទួលយកភាពអាម៉ាស់ហើយពួកគេនឹងបាត់បង់ជ័យជំនះក្នុងការបោះឆ្នោតជាបឋមនៅឆ្នាំក្រោយប៉ុន្មានម៉ោងក្រោយបន្ទាប់ពីការបង្ហោះលោកក៏បានសរសេរបន្ថែមទៀតថាប្រសិនបើសេចក្តីព្រាងច្បាប់ឈួតនេះត្រូវបានអនុម័តគណៈបកអាមេរិកថ្មីនឹងត្រូវបង្កើតឡើងនៅថ្ងៃបន្ទាប់តែម្ដងប្រទេសរបស់យើងត្រូវការជំរើសមួយផ្សេងទៀតដែលជំនួសឲ្យគណៈបកប្រជាធិបតេយ្យសាធារណរដ្ឋដើម្បីឲ្យប្រជាជនមានសម្លេងពិតប្រាកដជាការឆ្លើយតបទៅនឹងលោក Elon Musk លោកត្រាំបានគម្រាមនឹងដឹកនាំក្រុមការងារនាយកដ្ឋានរដ្ឋាភិបាលប្រឆាំងនឹងមហាសិទ្ធិបច្ចេកវិទ្យារូបនេះហើយលោកបានសរសេរនៅលើបណ្ដាញសង្គមថា Elon Musk ប្រហែលជាទទួលបានប្រាក់ឧបត្ថម្ភច្រើនពីបុគ្គលណាម្នាក់ពីអតីតកាលហើយបើគ្មានការឧបត្ថម្ភទេ Elon Musk ប្រហែលជាត្រូវបិទអាជីវកម្មហើយត្រឡប់ទៅស្រុកកំណើតនៅអាហ្វ្រិកខាងត្បូងវិញបញ្ឈប់ការបាញ់រ៉ុកែតបញ្ឈប់កែរណបហើយបញ្ឈប់ការផលិតរថយន្តអគ្គិសនីនោះប្រទេសយើងនឹងអាចសន្សំលុយបានច្រើនមួយរយៈពេលចុងក្រោយនេះលោក Elon Musk បានបង្ហាញពីការតវ៉ាយ៉ាងខ្លាំងចំពោះគោលនយោបាយថ្មីដែលលើកឡើងដោយលោក Donald Trump ដែលមានឈ្មោះថា Big Beautiful Bill ដែលជាកញ្ចប់ច្បាប់ដ៏ធំមួយមានគោលបំណងពង្រឹងគោលនយោបាយពន្ធដារថ្មីកាត់បន្ថយការចំណាយផ្នែកសង្គមបង្កើនថវិកាការពារជាតិនិងសន្តិសុខព្រំដែនគួរឲ្យដឹងផងដែរថាលោក Elon Musk បានគាំទ្រជាយូរមកហើយនៅគោលនយោបាយដូចជាការបិទព្រំដែនការនិរទេសនិងបញ្ឈប់បន្តប្រវេសខុសច្បាប់ស្របតាមរដ្ឋបាលរបស់លោក Donald Trump ប៉ុន្តែគោលនយោបាយថ្មីដែលមានឈ្មោះថា Big Beautiful Bill ដែលទើបតែលេចឡើងនេះបានបង្កឲ្យមានការប្រេះឆាទំនាក់ទំនងរវាងលោកនិងសេដ្ឋវិមានអាមេរិកដែលលោក Musk បានអះអាងថាច្បាប់គោលនយោបាយថ្មីនេះនឹងបង្កើនបំណុលដល់សហរដ្ឋអាមេរិកហើយលោកបានហៅវាថាជាទេសភាពបំណុលមិនត្រឹមតែធ្វើការតវ៉ាប្រឆាំងនឹងច្បាប់ថ្មីតែលោក Elon Musk បង្ហាញពីការគាំទ្រឲ្យមានការបង្កើតគណៈបកថ្មីដើម្បីជាជំរើសរបស់ប្រជាជនថែមទៀតផង